បើខ្ញុំធ្វើបុណ្យផងធ្វើបាបផងតើខ្ញុំនឹងទទួលផលទាំងបុណ្យទាំងបាបឬបើដូច្នោះមែនតើមានវិធីមិនឲ្យទទួលផលបាបដែរឬទេមុននឹងឆ្លើយនៅសំណួរនេះខ្ញុំសូមលើកយកនៅឧទាហរណ៍មួយដើម្បីអ្នកងាយយល់ជាងអ្វីខ្ញុំឆ្លើយប្រាប់អ្នកធម្មតាកសិករតែងតែធ្វើស្រែផងដាំដំណាំផងនិងចិញ្ចឹមសត្វផងដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃដូច្នេះបើកសិករនោះមិនត្រឹមតែធ្វើស្រែដាំដំណាំនិងចិញ្ចឹមសត្វប៉ុណ្ណោះទេគាត់ចង់លក់ថ្នាំញៀនមួយបន្ថែមទៀតតែគាត់អាចលក់ថ្នាំញៀនបន្ថែមបានដែរឬទេចម្លើយឆ្លើយថាគាត់អាចលក់ថ្នាំញៀនបន្ថែមបានចុះបើគាត់អាចលក់ថ្នាំញៀនបន្ថែមមួយទៀតបានតែគាត់អាចទទួលផលពីការលក់នោះដែរឬទេចម្លើយឆ្លើយថាគាត់អាចតើការធ្វើស្រែដាំដំណាំនិងចិញ្ចឹមសត្វដែលច្បាប់មិនហាមឃាត់មានទោសដែរឬទេចម្លើយឆ្លើយថាមិនមានទេចុះការលក់ថ្នាំញៀនដែលច្បាប់ហាមឃាត់តើមានទោសដែរឬទេចម្លើយឆ្លើយថាមានដូច្នេះបើអ្នកធ្វើស្រែដាំដំណាំនិងចិញ្ចឹមសត្វដែលច្បាប់មិនហាមឃាត់លទ្ធផលអ្នកនឹងមិនមានទោសទេប៉ុន្តែបើអ្នកលក់ថ្នាំញៀនដែលច្បាប់ហាមឃាត់លទ្ធផលអ្នកនឹងទទួលទោសយ៉ាងណាមិញបើអ្នកធ្វើបុណ្យផងធ្វើបាបផងលទ្ធផលអ្នកនឹងទទួលផលទាំងបុណ្យផងនិងបាបផងដែរហើយប៉ុន្តែបើអ្នកចង់រកវិធីមិនឲ្យទទួលផលបាបតាមទស្សនកម្មផលពិតជាមានគឺ1សិក្សាស្វែងយល់អំពីអ្វីទាំងឡាយជាបាបដែលកើតឡើងតាមកាយវាចាចិត្តឲ្យបានច្បាស់លាស់2ព្យាយាមវាចាបាបទាំងឡាយនោះមិនឲ្យកើតឡើងតាមកាយវាចាចិត្តបានឡើយវិធីទាំងពីររបស់ទស្សនកម្មផលនេះពិតជាអាចជួយអ្នកមិនឲ្យទទួលផលបាបបានដោយមានប្រសិទ្ធភាពបំផុតប៉ុន្តែចូលអ្នកសាកល្បងមើលតាមវិធីទាំងពីរនេះសិនបើមានប្រសិទ្ធភាពមែនសូមជឿជាក់និងអនុវត្តតាមសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល